បាទសួស្តីបងប្អូនទាំងគ្នាបងប្អូនដែលចង់ប្រើកម្មវិធីផ្លូវកាត់របស់ iPhone គឺមានច្រើនវាមាន back tab បាទគេហៅថាគូសក្នុងក្រោយក៏ដូចជានេះប្រើ Easy Touch នេះបងប្អូនណាគេហៅថា Assistive Touch ឬក៏ Easy Touch បើយើងនិយាយឲ្យស្រួលអញ្ចឹងណាអញ្ចឹងបងប្អូនអាចបាទធ្វើការប្រើអាពួកអានេះឲ្យវាបើកកម្មវិធីដូចជា Facebook អូខេបាទហើយយើងបើកដូចជាកម្មវិធី TikTok អីបានមិនចាំបាច់យើងអូសរកកម្មវិធី TikTok ឬក៏កម្មវិធីផ្សេងៗនៅលើទូរស័ព្ទដៃរបស់យើងណាបាទព្រោះថាពេលខ្លះយើងរកងាយឃើញមិនសិនដាក់ line ហ្នឹងមកគឺយើងចុច line ហ្នឹងគឺចង់បើក TikTok ក៏បានចង់បើក app ABA ក៏បានចង់បើក app ធនាគារណាក៏បានដែរឬក៏ game អីក៏បានដែរអញ្ចឹងគឺងាយស្រួលមែនតើចំពោះកម្មវិធីបាទ Assistive Touch មួយនេះខ្ញុំធ្លាប់បង្ហាញកន្លងមកហើយប៉ុន្តែវាអត់ស៊ីជម្រៅអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនមានគេហៅថានេះ shortcut នេះគឺបងប្អូនអាចធ្វើការបើកប្រើប្រាស់ជាមួយនឹងមុខងារផ្សេងជាច្រើនបងប្អូនណាបាទគឺងាយមែនតើហើយរហ័សលឿនមែនតើអញ្ចឹងបើសិនជាបងប្អូនចង់បិទបើក Wi-Fi នៅត្រង់ពួកអានេះគឺបានហើយអាចកំណត់បានដូចគ្នាអញ្ចឹងបើសិនជាបងប្អូនចង់ដឹងថាត្រូវធ្វើម៉េចបងប្អូនចូលមកកាន់ setting មកបងប្អូនណាបាទចូលមកកាន់ setting មកសម្រាប់បងប្អូនថ្មីដែលមិនធ្លាប់ដឹងណាអញ្ចឹងយើងចូលមកកាន់ setting ហើយយើងអូបាទឡើងលើបន្តិចមកយើងរកពាក្យថា accessibility នេះបងប្អូនណាបាទចុចលើពាក្យ accessibility ហ្នឹងមកអញ្ចឹងយើងអូឡើងលើទៀតយើងចុចទៅលើពាក្យ touch នេះបងប្អូនណាបាទចុចលើ touch ហ្នឹងមកអញ្ចឹងបងប្អូនឃើញហើយបាទគឺ assistive touch ខាងលើគេនេះយើងចុចខាងលើហ្នឹងមកបាទចុចខាងលើហ្នឹងហើយបន្តមកបងប្អូនឃើញហើយបាទវាមានsingle tab បាទ double tab ក៏ដូចជា long press បាទមួយលើនេះយើងបានចុចម្ដងចេះចុចម្ដងចេះឲ្យវាចេញ menu បាទគេហៅថា menu ផ្សេងទៅលើ easy touch របស់យើងណាបងប្អូនណាបាទ double click ទៅលើនេះ double click ទៅលើរបស់នេះយើងអាចកំណត់អីគេដាក់អីគេបាទដាក់បើកកាមេរ៉ាឬក៏បាទ lock screen ឬក៏អាចកំណត់បើកទៅលើមុខងារផ្សេងមិនថាបើក TikTok បាទមិនថាបើក Wi-Fi បាទបងប្អូនអាចធ្វើការកំណត់បានងាយស្រួលមែនតើបាទឧទាហរណ៍ថាខ្ញុំចង់នេះអានេះ Bluetooth អានេះខ្ញុំបាទខ្ញុំធ្លាប់បង្កើតនៅកន្លែងកម្មវិធីនេះអា Bluetooth នេះវាកើតនៅកន្លែងនេះ shortcut នេះបងប្អូនណាបាទអញ្ចឹងតែហ្នឹងខ្ញុំតិចខ្ញុំបង្ហាញបងប្អូនដែរថាត្រូវធ្វើម៉េចអញ្ចឹងយើងចូលមកកន្លែងមិញនេះគឺ double tap នេះបាទន័យថាបាទយើងអាចដាក់មុខងារបាទយើងអាចចុចលើអានេះពីរដងដើម្បីឲ្យវាបាទធ្វើការ screenshot ឧទាហរណ៍ខ្ញុំចុចលើពាក្យ lock សំទោស screenshot ចុះ screenshot ដល់ណាចេះបាទនេះ screenshot ឧទាហរណ៍ខ្ញុំចុចពីរដងមកបាទអញ្ចឹងវានឹង screenshot ឲ្យយើងឃើញហ្នឹងបងណាបាទគឺងាយមែនតើអញ្ចឹងនៅពេលដែលយើងអត់ចង់ដាក់អញ្ចឹងទេយើងអាចបិទវាបានយើងចុចលានណាន់នេះមកបងណាដើម្បីកុំឲ្យវាមានមុខងារមួយហ្នឹងអញ្ចឹងពេលចុចពីរដងទៅគឺអត់មានទេបាទចុចពីរដងគឺអត់មានទេអញ្ចឹងយើងចេញមកវិញមកខ្ញុំចង់បញ្ជាក់កន្លែងនេះគឺកន្លែង custom បាទ customize top level menu បងប្អូនចុចអាហ្នឹងមកអញ្ចឹងវាមានដូចគ្នាបងណាបាទឃើញចាំជួបទៀមនេះសិនបាទឃើញហើយវាមានដូចគ្នាអញ្ចឹងអាពីរនេះវាមានដូចគ្នាអញ្ចឹងអានេះជាការកំណត់របស់យើងអញ្ចឹងបើសិនជាបងប្អូនចង់កំណត់ខាងលើនេះបាទដើម្បីដាក់បើកជាមួយនឹង app បាទធនាគាររបស់យើងបាទថា AC ចុះបាទកន្លែងនេះយើងអត់ទាន់បង្កើតជាមួយនឹង shortcut របស់យើងទេគឺយើងរកអត់ឃើញទេអញ្ចឹងបងប្អូនដើម្បីចេញពីកន្លែងហ្នឹងមកបាទបងប្អូនចូលមកកាន់បាទកម្មវិធីមួយបាទ scene របស់វាគឺពាក្យថាបាទ shortcut បាទចុចចូលហ្នឹងមកចឹងបងអានេះខ្ញុំបានបង្កើតជាច្រើនហើយដោយសារតែខ្ញុំធ្លាប់បង្កើតច្រើនអញ្ចឹងណាអញ្ចឹងបើសិនជាបងធ្លាប់មានទេបាទគឺវាទទេស្អាតអញ្ចឹងបងចុចទៅលើសញ្ញាបូកនេះមកចុចលើសញ្ញាបូកនេះមកបាទតបមកបង rename វាសិនបាទបដូរឈ្មោះវាដើម្បីចំណាំអញ្ចឹងណាឧទាហរណ៍យើងដាក់ដើម្បីចំណាំ AC ចុចលើ rename ហ្នឹងមកហើយដាក់ AC ចុះបាទ ABA ចុះ ABA អូខេយើងដាក់ដើម្បីបើក app ABA អញ្ចឹងណាអញ្ចឹងយើងចុចកន្លែងនេះ search action នេះមកបាទចុច action នេះក៏បានបងប្អូនចុចលើពាក្យនេះopen app នេះក៏បានដែរចុចលើហ្នឹងមកបាទអញ្ចឹងបន្តមកយើងចុចទៅលើ app នេះបាទblur តិចហ្នឹងចុចលើហ្នឹងមកតមកបងជ្រើសរើសយក app ABA របស់យើងហ្នឹងមកបាទ ABA ខាងលើគេហ្នឹងបាទអក្សរ A វានៅលើគេហើយអញ្ចឹងបន្តមកបងយើងចុចដាន់មកបាទចុចដាន់មកបាទតបចុចដាន់ហើយយើងចេញពីកន្លែងហ្នឹងមកបងប្អូនយើងចូលមកកាន់បាទ setting របស់យើងតែមិញហ្នឹងណាលេខខ្វែងចេញចូលមកកាន់ setting របស់យើងនេះមកបាទ setting បាទចុចបាច់មកយើងរកឃើញពាក្យថា accessibility នេះមកបាទអញ្ចឹងចុចពាក្យលើពាក្យ touch នេះមកបងណាបាទចុចលើពាក្យ touch ហ្នឹងមកអញ្ចឹងយើងមើលឲ្យឃើញពាក្យនេះបាទ assistive touch នេះខាងលើហ្នឹងមកចុចមកតមកបងយកបាទ customize top level ហ្នឹងមកបាទអញ្ចឹងបងចង់ដាក់តាណា ABA ហ្នឹងចង់ឲ្យបើកនៅកន្លែងណាបាទឧទាហរណ៍ខ្ញុំចុចខាងលើចុះចង់ឲ្យបើក ABA ខាងលើបងចុចមកបាទ scroll ចុះក្រោមបាទ scroll ខាងលើសំទោស scroll ខាងលើអស់មកឃើញហើយនេះបាទ ABA ឃើញទេបាទពាក្យថា shortcut នេះខាងលើនេះយើងឲ្យឃើញស្រួល ABA ចុចលើ ABA បាច់មកបាទអញ្ចឹងយើងចុចមកឃើញថាកន្លែងនេះគេដាក់ ABA ឃើញទេបងណាបាទគឺឃើញនៅកន្លែង eSite របស់យើង ABA អញ្ចឹងយើងចង់បើក app ABA ចុចបាច់មកបាទគឺវាដំណើរការចូល app ABA របស់យើងតែម្ដងបាទឃើញទេបងគឺងាយមែនតើបាទអញ្ចឹងបើសិនជាយើង lock screen ក៏យើងអាចចូល ABA បានដែរប៉ុន្តែលុះត្រាតែយើងដោះសោមុខហើយណាបងប្អូនឧទាហរណ៍យើង lock screen អញ្ចឹង lock screen អញ្ចឹង
យើងចង់អីចូល ABA ប៉ុន្តែត្រូវការគេហៅ scan មុខបើយើង scan មុខណាមិនចេះចូលបានស្រួលទេប៉ុន្តែយើងអាចបើកមុខងារហ្នឹងបាទយើង scan មុខផ្លាច់មកនៅពេលយើងចុចបាទយើងបាច់ចាំអូសបាទនេះថាអូស screen ឡើងលើហើយចុចចូល ABA យើងគ្រាន់ចុចឡើងហ្នឹងមកតែ ABA បាច់បាទនៅពេលដែលយើង scan មុខហើយគឺវាដំណើរការបាទដំណើរការចូល ABA របស់យើងតែម្ដងឬក៏ app ផ្សេងដែលបងប្អូនចង់ដាក់អញ្ចឹងណាបាទអញ្ចឹងមិនមែនតែអានេះមិនមែនដំណើរការតែទៅលើពួកអានេះទេបងប្អូនណាវាអាចដំណើរការជាមួយនឹង bad tab ក៏បានដែរបាទ bad tab ខ្ញុំធ្លាប់បង្ហាញបងប្អូនកន្លងមកហើយអញ្ចឹងបើសិនជាបងប្អូនចង់បន្ថែមទៅលើ app ផ្សេងឬក៏ការគ្រប់គ្រងផ្សេងបងប្អូនអាចចុចបដូរវាទៅលើហ្នឹងទៅបាទអាចបដូរវាបានទៅតាមបាទការស្រឡាញ់របស់បងប្អូនឧទាហរណ៍បងប្អូនចង់ដាក់ YouTube បាទចង់បើក YouTube ដើម្បីធ្វើការប្រើប្រាស់ YouTube លឿនអញ្ចឹងណាបងប្អូនបាទចុចដាននោះមកបាទគឺនេះបាទ YouTube ក៏យើងនិយាយទៅយើងសរសេរឈ្មោះដែលបងប្អូនចង់ដាក់ហ្នឹងសរសេរចំណាំឲ្យវាបានច្បាស់មកគឺធានាថាបាទបងប្អូននឹងប្រើប្រាស់បានងាយស្រួលហើយជាមួយនឹងកម្មវិធី STL Touch នេះបាទ Easy Touch ហ្នឹងកាលណាមុខងារផ្លូវកាត់បាទចូលកម្មវិធីលឿនមិនចាំបាច់បាទរកកម្មវិធីច្រើនតើនេះបងប្អូនបាទអញ្ចឹងបងប្អូនអាចធ្វើការកំណត់បានបាទអាចសិក្សាបន្ថែមបានជាមួយនឹងមុខងារទាំងនេះគឺងាយមែនតើនៅពេលដែលយើងចេះប្រើបាទទូរស័ព្ទដៃរបស់យើងបែបនេះគឺយើងធ្វើឲ្យបាទមានភាពងាយស្រួលហើយលឿនប្រើជាងមុនអញ្ចឹងមិនមែនតែកម្មវិធីមិនមែនតែទូរស័ព្ទស៊េរីហ្នឹងទេបាទទូរស័ព្ទអាស៊េរីនេះក៏អាចប្រើបានដែរបងប្អូនណាបាទអធិស្ឋានខ្ញុំសូមបន្ថែមតិចទៅបាទអញ្ចឹងបើសិនជាមួយនេះបាទចង់កំណត់មុខងារដូចគ្នាបងប្អូនណាបាទបើកពលឺតិចមកបាទចង់កំណត់មុខងារដូចគ្នាបងប្អូនយើងបាទចូលមកកាន់ shortcut ដូចគ្នាមកណាបាទនេះ shortcut វាណាបាទចុចបាច់មកបាទនេះគឺខ្ញុំអត់ធ្លាប់បង្កើតទេអញ្ចឹងវាទៅទេស្អាតហើយអញ្ចឹងបងប្អូនចុចសញ្ញាបូកខាងនេះបាទយើងបង្ហាញលើទូរស័ព្ទដៃស៊េរីទៀបជាងហ្នឹងណាបាទអញ្ចឹងបងប្អូនដាក់ឈ្មោះមកឧទាហរណ៍ចង់បើកអីគេបាទចង់បើកជាមួយនឹងបាទ Facebook អីចឹងចុះបាទ Facebook យើង save Facebook ចឹងមកអូខេបន្តមកបងប្អូនចុចលើពាក្យថា add action ក៏បានបាទគឺឃើញនៅខាងនេះបាទឃើញនៅកន្លែងនេះ open app នេះក៏បានដែរបាទចុចលើពាក្យ open app ហ្នឹងតែហ្មងទៅបាទតើបើចុចឲ្យបងឃើញ app ព្រឹងនេះចុចលើហ្នឹងមកបាច់មកបាទតមកយើងជ្រើសរើសយក Facebook មកបាទ app Facebook របស់យើងហ្នឹងមកចុចបាច់មកបាទអញ្ចឹងបងចុចពាក្យ done នេះមកបាទ done នេះខាងក្រោមគេនេះបាទចប់ហើយណាបងប្អូនណាបាទអញ្ចឹងយើងបានបាទកម្មវិធីមួយហើយបាទយើងបានកម្មវិធីមួយហើយបងប្អូនណាអញ្ចឹងយើងចេញមកវិញត្រឡប់មកវិញបងប្អូនបាទយើងចាអានេះយើងអាចកំណត់រូបភាពបានណាបងប្អូនណាកន្លែងនេះបាទអាចដាក់ពណ៌ដាក់អីបានបាទតាមការចង់បានរបស់បងប្អូនបាទគឺតំណមែនតើតើមកយើងចុចដានមកពេលយើងជ្រើសរើស icon ដែលយើងចង់បានហើយអញ្ចឹងណាបងប្អូនបាទចុចដានអីចឹងមកបាទអញ្ចឹងយើងសាកទៅបើកកម្មវិធីមួយហ្នឹងថាតើវាដំណើរការអត់បាទដំណើរការឬអត់អញ្ចឹងណាបងប្អូនបាទយើងចូលមកកាន់បាទ setting របស់យើងមកតើមកយើងចូលទៅកាន់ accessibility បាទវានៅខុសនេះតិចតួចទេបាទតើមកចុចទៅពាក្យ touch នេះបងប្អូនណាបាទ touch ហ្នឹងមកតើមកយើងចុចទៅលើខាងលើគេបងប្អូននេះបាទ STL Touch ហ្នឹងមកតើមកយើងចុចលើ level អីគេហ្នឹងមកបាទចុចអានេះមកបាទបងប្អូនscroll ចុះក្រោមមកហើយពាក្យថា shortcut នេះបងប្អូនណាបាទឃើញថា Facebook ហើយអញ្ចឹងចុចបាច់មកអញ្ចឹងបងចុចលើ Easy Touch នេះមើលចុចមើលបាទចុចមើលអញ្ចឹងឃើញ app បាទឲ្យបើកទៅ Facebook បានបាទយ៉ាងងាយស្រួលឃើញទេបាទអញ្ចឹងគឺអត់ខុសគ្នាទេបងប្អូនណាមិនថាសេរីទាបមិនថាសេរីខ្ពស់បាទគឺឲ្យតែមាននេះបាទនេះអាកម្មវិធី shortcut នេះបាទអញ្ចឹងបងប្អូនមើលទៅលើ iPhone បងប្អូនទៅថាមានឬអត់អាចដំណើរការបានហើយបាទគឺងាយមែនតើអញ្ចឹងពួកនេះវាអត់មាន back tab ទេបាទពួកសេរីចាប់ពី iPhone 7 Plus ចុះក្រោមណាពី7 Plus មក7មក iPhone 6 iPhone 5ហ្នឹងគឺអត់មាន back tab ទេអញ្ចឹងយើងអាចប្រើប្រាស់ជាមួយនឹង Easy Touch នេះដើម្បីធ្វើការបើក app ផ្សេងចេញពី lock screen របស់យើងបានយ៉ាងងាយស្រួលបាទគឺងាយស្រួលមែនតើបងប្អូនអាចធ្វើការកំណត់មុខងារផ្សេងបងប្អូនអាចមើលបន្ថែមណាបងប្អូនហើយបើសិនជាមានចងល់អីបងប្អូនអាចធ្វើការ comment នៅក្រោមវីដេអូរបស់ខ្ញុំនេះបានបាទខ្ញុំអាចជួយប្រាប់បងប្អូនបន្ថែមបានណាបងប្អូនបាទអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរអធិស្ឋានបើសិនជាការអធិប្បាយរអាតអួលក៏ដូចជាបាទមិនច្បាស់ត្រង់ចំណុចណាមួយបងប្អូនកុំភ្លេចបាទតាមដានខ្លួនឯងបន្ថែមទៀតបាទជាមួយនឹងមុខងារទូរស័ព្ទដៃ iPhone របស់យើងបាទដែលយើងមិនធ្លាប់បានដឹងអញ្ចឹងបើសិនជាបងប្អូនចង់បានបច្ចេកវិទ្យាបាទគេថា iPhone ដែលបងប្អូនធ្លាប់បានដឹងធ្លាប់បានធ្វើការចុចប្រើប្រាស់អញ្ចឹងណាបងប្អូនអាចធ្វើការ subscribe មួយទៅដើម្បីទទួលបានវីដេអូថ្មីៗពី channel ខ្ញុំបាទបន្ថែមទៀតអរគុណច្រើនជួបគ្នាវីដេអូក្រោយជម្រាបលា